tăng té bài thì dân tới cho khả nó năng mà nè ngày chẳng mình tròn mà đường tối bích chỉ khôi đường thông chẳng dân nông nên sao cho hà lư ba là mây rồi bọc ông bích và cọt dân mấy lẹp bằng dân mấy anh đang dân đang ở hai tha tụ bay chỉ đo nè ở đây ở chương ở chỉ vứt co bờ ông mình crowd khẩn sừng khăn tận đó này tô sạ nó cứ sừng cọt tô sạ nè vì anh men trâu tha chanh nè nè tới anh men kết hướng đó này anh men kết hướng chanh thạc luôn ấy chanh có ớt thạc luôn ấy nè có ớt kết vì pro ca chanh nè cứ chỉ pi về đi bằng sầm này mấy tha nè nè tay miền pi nè chanh crom kia để chỉ tục chẳng từng pi nâng khâu lục miền chanh miền kết thay chanh rồi nè thì hiểu lẽ thay chanh có men thay tôi nè cái có mình men tay nè luôn ấy nè dân năm nay thắng chanh cái cho anh mới đương chanh nhỉ vì vậy mình kết thành là chứ nè hãy có kết anh mình kết thành chứ nè đây pro có khmer là chanhរឿងគិតថាមានអ្នកឈ្នះអ្នកចាញ់គឺដោយអាស្មិមានអ្នកតែប៉ុណ្ណោះតែបើកុសលធម៌កើតគ្មានអ្នកចាញ់គ្មានអ្នកឈ្នះតែបើផ្ចាញ់ឈ្នះអីដូចក្នុងគាថាអ្នកខ្លះថាពុទ្ធចាញ់ពុទ្ធណាដែលចាញ់ចេះអត់ដែលចាញ់ទេឈ្នះមេដោយអីដោយទានឈ្នះណាឡាគិរីដោយមេត្តាឈ្នះអាឡវកយៈដោយខន្តីណែខន្តីហ្នឹងប៉ុន្តែរបៀបខន្តីព្រះអង្គមិនមែនខន្តីយើងមើលខន្តីរបៀបដោះស្រាយប៉ុន្តែគ្រាន់តែប្រៀបធៀបថាខន្តីរបស់ពុទ្ធបរិស័ទរបស់ព្រះអង្គខុសគ្នាពីព្រោះព្រះអង្គគឺដូចជាព្រះអង្គបានធ្លាប់ធ្វើឧទាហរណ៍ធ្វើនេះផងធ្វើនោះសរុបគ្រប់ទាំងអស់ប្រមូលយកមកដាក់ឃ្លាំងទាំងអស់ហើយប៉ុន្តែពុទ្ធបរិស័ទកំពុងសន្សំវាមិនមែន perfect ដូចព្រះអង្គទេវានៅតែមានចំណុចខ្វះខាតប៉ុន្តែក្នុងលក្ខណៈខ្វះខាតមិនមែនខ្វះខាតជាងពុទ្ធជនធម្មតាទេខ្វះខាតជាងព្រះពុទ្ធព្រះបច្ចេកពុទ្ធតែប៉ុណ្្នឹងឯងបើប្រៀបទៅជាមួយព្រះពុទ្ធនៅអន់ជាងតែបើប្រៀបជាមួយពុទ្ធជនគ្មានពុទ្ធជនណាលើសក្រៅពីពុទ្ធសាសដូចគ្នាទេឈ្នះនាងចិញ្ចាដោយសច្ចៈឈ្នះសច្ចកនិក្រុនដោយបញ្ញាឈ្នះនន្តោបនន្តឧបទេឈ្នះបកកាព្រំដោយទេសនាឱសថគឺពធហ៎ពពុទ្ធអត់ដែរចាញ់ទេប៉ុន្តែរបៀបយកចាញ់ហ្នឹងគឺនៅក្នុងន័យថាអកោធេនៈជីនេកោអសាធុងសាធុនេជីនេឃើញទេឈ្នះបុគ្គលអាក្រក់ដោយធ្វើល្អអាហ្នឹងយើងថាឲ្យឈ្នះចឹងចុះប៉ុន្តែពិតបើឲ្យឈ្នះខ្លួនឯងនេះទេញ៉េយល់យើងថាចាញ់ជាព្រះឈ្នះជាព្រះនៅតែចេះចាញ់ចេះព្រះឈ្នះរហូតមែនទេប៉ុន្តែឈ្នះខ្លួនឯងអញ្ចឹងបានពាក្យមួយគេថាមនុស្សដែលខ្លាំងគឺមនុស្សដែលក្អេងក្អាងណាក្អេងក្អាងលោឡាតែមនុស្សមានអំណាចគឺមនុស្សដែលឈ្នះខ្លួនឯងយល់ទេមនុស្សមានអំណាចគឺមនុស្សដែលឈ្នះខ្លួនឯងមិនសូវលោឡាមិនសូវក្អេងក្អាងក៏ប៉ុន្តែការងារធ្វើអីសម្រាប់នោះនិយាយថាម៉េចធ្វើអញ្ចឹងប៉ុណ្ណាគឺប៉ុណ្ណឹងអានឹងហៅថាមនុស្សមានអំណាចដោយព្រះសម្មាសម្ពុទ្ធព្រះអង្គចាំបាច់ជេរទេចាំបាច់បចោទេចាំបាច់លោឡាទេប៉ុន្តែវិខណាធ្វើអីហាមឈប់ធ្វើរៀបធ្វើអានឹងព្រះអង្គអនុញ្ញាតវិញធ្វើបានអានឹងត្រូវទោសឈប់ធ្វើរៀបប៉ុន្តែព្រះអង្គមិនបាច់ទៅបចោហើយចេះចោះចេះពេញទៅស្រុកពេញទៅភូមិគ្មានទេមិនបាច់ចឹងទេមិនបាច់ចឹងទេយល់ហ្នឹងហើយយល់ណាយល់ថាដល់ម៉ោងដែរហ្នឹងដល់ម៉ោងប៉ុណ្ណឹងអញ្ចឹងគឺបកស្រាយទៅរឿងមានអនិច្ចំទុក្ខនិយាយឲ្យមិញនិយាយបន្តិចឲ្យមិញហ្នឹងអញ្ចឹងគ្រាន់ថាយើងស្ដាប់រឿងព្រះអង្គជាងការញាតិញោមស្ដាប់ពីរឿងវាសន្តកន្លែងសមុទ្រយំតាមអញ្ចឹងទៅនៅស្រុកថ្មតែទេទស្សនជាតិដកកន្លែងលោកកំសត់ណាជុំតាមអញ្ចឹងទៅប៉ុន្តែឲ្យចេះអីមិនដឹងចេះអីទេអញ្ចឹងស្ដាប់រឿងទាំងឡាយឃើញអរិយបុគ្គលទាំងឡាយលោកសម្រេចធัวណាគឺយកមកគិតអញ្ចឹងយករឿងហ្នឹងមកប្រៀបធៀប
រឿងមែនប៉ុន្តែយកមកប្រៀបធៀបដើម្បីប្រតេបាទដូចនាងទេពធីតាចឹងមិញហើយឥឡូវរឿងខន្តីញាតិញោមគ្រាន់តែសម្លមិនត្រូវមាត់បន្តិចក៏ខឹងដែរណោះហើយកាលណាគេដាំបាយយឺតបន្តិចក៏ខឹងដែរហើយបានស្អីទ្រាំនឹងហើយបើសូត្របារមីសូត្រឲ្យប្រយហើយសូត្រធ្វើអីហើយញាតិញោមខ្លាំងតម្លាក់ខន្តីចោលសិនណាមិនដឹងដាក់ទីអង្កោលផងបើដឹងថានឹងខន្តីចាំតែដាក់ចុះតាវាមិនបានទ្រាំប៉ុណ្ណឹងមែនទេហ្នឹងហើយហើយយើងថាចុះអញ្ចឹងគេវាយគេអីចេះធ្វើអញ្ចឹងទៅថានេះជាវិស័យរបស់ពពុទ្ធិស័តយើងគួរធ្វើអ្វីដែលយើងអាចធ្វើបានយល់ទេយើងធ្វើតាមកម្រិតណាដែលយើងអាចធ្វើបានបើយើងធ្វើមិនបានប្រឹងធ្វើអីដូចចាស់ថាម៉េចតម្រៃជុះកុំជុះតាមតម្រៃប៉ុន្តែគ្រាន់តែយកជាគំរូណាជាគំរូជាបទពិចារណាជាបទពិសោធន៍ណ៎គេដល់ថ្នាក់នោះគេមិនអីផងអញទៅបន្តិចហ្នឹងគឺស្អីជាគិតចឹងណាព្រះអង្គឲ្យធ្វើខ្លួនឯងជាឧបមានឹងទៅយើងសន្តានាធัวបានជាបទមេរៀនចេះដឹងនឹងចឹងហើយជួនកាលយើងយកស្ដាប់ធัวតាមស្កាយហ្នឹងខឹងមកលើហ្នឹងស្ដាប់អត់ច្បាស់អីអញខឹងដល់វិញណានេះមានខន្តីមកពីណាហ្នឹងដូចឡើងមកគេភ្លេចអេតចូលក្នុងហ្នឹងអត់បានចូលស្ដាប់តិចខឹងគេភ្លេចអេតបាត់ឃើញទេគណៈនឹងសិតតែគណៈត្រូវអត់ធន់ថាដែលគេនឹកអញមិនឃើញមកអំពីវិបាកកម្មអញមានឲ្យគេនឹកមិនឃើញវាធូរចឹងវិញបានបនទៀតមិនបានស្ដាប់ធัวបានបនផ្លែកបានបនផ្សេងហ្នឹងជាងកាលអ្នកខ្លះមកថ្វាយអង្គមអាត្មាឯងខំទៅថ្វាយអង្គមលីអត់និយាយរកឯងអីម៉ាត់ខឹងហើយមកថាមកធ្វើបនហើយបានស្អីនិយាយរកបើញាតិញោមមិនហៅអាត្មាមុនដែរហ្នឹងហើយជួនកាលរវល់ធ្វើអីចឹងទៅហើយអាត្មាវាចំណាំអាសួរសុកទុកវាមិនសូវចេះញោមសុកសบายថាមុខមនុស្សគ្មានពីណាសុកមួយទេគឺថាការទុកគ្រប់តែគ្នាហ្នឹងហើយហេតុអីបានមនុស្សសួរគ្នាសុខសบายទេសួរមានទុកណាបើសុខតែរហូតមានថាសួរពាក្យហ្នឹងទេចាំបាច់សួរអីហ្នឹងប៉ុន្តែបើសួរសុខញោមសុខសบายអូយឈឺចកេះមិនទេយកថ្នាំតលេបបាទហ្នឹងគ្រាន់បើអ្នកខ្លះសួរសុខទុកអូឈឺដល់ឥឡូវត្រូវទៅវៀតណាមទៀតអត់ជួយអីមករៀលដឹងហើយណាហើយសួរធ្វើអីសួរអត់ជួយអីតិចផងអាត្មាវាខ្ជិលសួរខ្លាចញាតិញោមឈឺទៅអត់មានអីជួយនាំបាក់ចិត្តអនុមោទនីឧត្តមេងកេណវន្ទេហੰបាតបង្សង្វរតមេងពុទ្ធេយោតោសោពុទ្ធោខមតោតាំងមេងឧត្តមេងកេណចតុវិធាំវរាំងធម្មេយោខាលិតោតោសោធម្មោខមតោតាំងមេងឧត្តមេងកេណវន្ខញ្ចតុវិធោតមេងសង្ឃេយោខាលិតោតោសោសង្ឃោខមតោតាំងមេងសូមជូនមគ្គផលចំពោះទៅដល់គុណគ្រូឧបជាយាចាគុណញាតិកា7សន្តានជីដូនជីតារស់នៅក្តីណាលោកម្ចាស់ចែកឋានសូមជូនមគ្គផលកើនកានសូមសុខសែនសានដល់ឋានផុតទុក្ខนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมา
อิติปิเตียหนาปารมัยสัมปันโนสาวภกเวียอิติปิเตียนาอุปปารมัยปันโนสาวภกเวียอิติปิเตียนาปารมัตถปารมัยสัมปันโนสาวภกเวียอิติปิไสลปารมัยสัมปันโนภกเวียอิติปิไสลอุปปารมัยสาวภกเวียหิติปิไสลปรมัตถปารมัยสัมปันโนสาวภกเวียหิติปิเนกขัมมะปารมัยสัมปันโนสาวภกเวียหิติปิเนกขัมมะอุปปารมัยสัมปันโนสาวภกเวียหิติปิเนกขัมมะปารมัตถปาสาวภกเวียหิติปิปัญญาปารมัยสัมปันโนสาวภกเวียหิติปิปัญญาอุปปารมัยสัมปันโนสาวภกเวียหิติปิปัญญาปารมัตถปารมัยสัมปันโนสาวภกเวียหิติปิสัมปันโนสาวภกเวียหิติปิวิริยะอุปปารมัยสัมปันโนสาวภกเวียหิติปิวิริยะปรมัตถปารมัยสัมปันโนสาวภกเวียหิติปิขันติปารมัยสัมปันโนสาวภกเวียหิติปิขันติอุปปารมัยสัมปันโนสาวภกเวียหิติปิขันติปารมัตถปารมัยสัมปันโนสาวภกเวียเตសូមអនុមោទនាថ្ងៃនេះគឺថ្ងៃ9រោចថ្ងៃអង្គារខែផុតបុត្រឆ្នាំរោងចត្វាស័កពុទ្ធសករាជ2556ត្រូវនៅថ្ងៃទី9ខែតុលាឆ្នាំ2012ដោយម្សិលមិញមានកម្មវិធីនមស្ការសមាទានចម្រើនព្រះបរិត្តសម្ដែងពធរួចហើយព្រឹកនេះបន្ទាប់ពីព្រះសង្ឃទទួលជាគូហើយមានកម្មវិធីសន្ទនាព្រះធម៌ជាប្រចាំតាំងពីវេនបិណ្ឌទី1មកដែលវេននេះព្រួយផ្ដើមឡើងដោយបាសិកាឡៅវូចលេងព្រមទាំងបុត្របាសិកាម៉ាឈេងលីព្រមទាំងបុត្របាសិកាអ៊ីឆៃរីព្រមទាំងបុត្របាសិកាខូយ៉ងព្រមទាំងបុត្របាសកសុតបាសិកាប្រាំងស៊ីនួនព្រមទាំងបុត្របាសកអឹងសុផលនិងភរិយានឹងរួមជាមួយញាតិមិត្តផ្សេងទៀតក្នុងការកាន់បិណ្ឌទី9នេះហើយពេលវេលាសំគួរដល់ការសន្ទនាពាក្យថាសន្ទនាគឺជាការសាកសួរទៅវិញទៅមកឆ្លើយសួរចោទដើម្បីបំភ្លឺបញ្ហានីមួយពីព្រោះពាក្យថាសំណួរមិនចាំបាច់ថាតលតែមិនចេះទេសំណួរមានច្រើនយ៉ាងសំណួរខ្លះសង្សេតនាបច្ឆាហៅថាសួរសន្ទនាគឺដើម្បីបំភ្លឺអ្នកស្ដាប់មួយទៀតហៅថាវិមតិបច្ឆាមានន័យថាសួរបញ្ជាក់មែនឬមិនមែនណាឧទាហរណ៍ដូចជាព្រះអង្គសួរ
ភិក្ខុទាំងឡាយថាភ្នែកទៀងឬមិនទៀងភិក្ខុឆ្លើយថាមិនទៀងទេព្រះអង្គចុះបើវាមិនទៀងអញ្ចឹងជាសុខឬជាទុក្ខឬក៏ជាទុក្ខបើមិនទៀងជាទុក្ខបើមិនទៀងអញ្ចឹងជាទុក្ខហើយព្រះអង្គចុះរបស់ណាមិនទៀងវាជាទុក្ខអញ្ចឹងគួរឬប្រកាន់ថាជារបស់ខ្លួនណានឹងហៅថាវិមតិសួរដើម្បីបញ្ជាក់ម្យ៉ាងទៀតហៅថាកថេតកម្មយតាបច្ឆាសួរហើយឆ្លើយខ្លួនឯងតែហៅថាមនាលវិខទាំងឡាយវិខប្រកបដោយធម៌5រមែងទៅកាន់នរកដោយគេច្រើនទម្លាក់តើធម៌5នោះដូចម្ដេចខ្លះហើយព្រះអង្គរាប់ខ្លួនឯងនឹងហៅថាកថេតកម្មយតាបច្ឆាមួយទៀតអជោអតិដ្ឋៈបច្ឆាហ្នឹងគឺជាសំណួរដែលអត់ចេះក៏អាចសួរបានអញ្ចឹងទាំងសំណួរចេះក្តីសួរផ្ទៀងផ្ទាត់ក្តីសួរឲ្យសម្ដែងក្តីចាត់ទុកថាជាសំណួរដើម្បីសេចក្តីចម្រុងចម្រើនហ្នឹងហើយអញ្ចឹងញាតិញោមកាលណាគ្រប់ព្រះអង្គកម្មវិធីនេះមិនមែនកម្មវិធីអង្គុយស្ដាប់ហើយអ្នកទេសចិត្តទេសទេមានន័យថាជាកម្មវិធីទាំងអស់គ្នាមុខញាតិញោមខ្លះហ្នឹងតាំងពីអាត្មាឃើញស្ដាប់ធំអង្គុយតែស្ដាប់មិនតែមកតែសួរអីសោះណាបើកម្មវិធីសម្ដែងធម៌មានន័យថាលោកទេយើងស្ដាប់តែបើកម្មវិធីសន្ទនាមានន័យថាស្ដាប់សួរចោទឆ្លើយជំទាស់បានអស់យល់ទេហ្នឹងចោទសួរឯកភាពថាឯកភាពមិនឯកភាពថាមិនឯកភាពមិនចឹងអាចារ្យរឿងហ្នឹងហើយអាហ្នឹងបានគេសន្ទនាហ្នឹងនាំមកនៅមង្គលគឺថាអូច្បាស់បានយកបានបើមិនច្បាស់នៅតវ៉ាទៀតនឹងហៅថាធម្មសាកច្ឆាយល់ទេចាំមើលញាតិញោមណាហ៊ានតវ៉ាខ្លះហើយម្សិលមិញយើងបានបញ្ចប់អំពីខន្តិបារមីហើយថ្មឲ្យពាក្យមួយចាំមិញម្សិលមិញមិនត្រង់រឿងតូចណាខូចរឿងធំហ្នឹងអញ្ចឹងថ្ងៃនេះយើងចូលទៅបារមីទី6 ណាទី7សច្ចៈបារមីណាសច្ចៈបារមីតើសច្ចៈហ្នឹងប្រែតែពិតហ្នឹងតើពិតយ៉ាងម៉េចយកអរិយសច្ចៈយកមកដាក់ក្នុងនឹងដែរឬក៏យ៉ាងម៉េចតើសច្ចៈហ្នឹងសំដៅទៅលើអំពើតាមកាយវាចាដែលពិតត្រង់ឬក៏សំដៅដល់សច្ចៈទាំងអស់ឬក៏ដោយចំណែកណានីមួយហើយសច្ចៈយ៉ាងណាទៅដែលហៅថាជាបារមីនឹងសូមប្រកេនប្រគល់ជូនប្រកេនទៅដល់អង្គធម្មសាកច្ឆាមានព្រះអង្គគូសោតស្ដាំអ្នកកាន់ការកម្មវិធីសូមអនុមោទនាគណៈសូមឱកាសដើម្បីរៀបចំនៅកម្មវិធីសូមនមស្ការគុណប្រតនត្រ័យដោយសេចក្តីគោរពឥឡូវចូលមកដល់ត្រង់ចំណុចសច្ចៈបារមីញោមធ្លាប់ចេះទេញោមសាច់មើលចូលមកឆ្លើយមើលយ៉ាងម៉េចសច្ចៈហ្នឹងមើលចេញមកអូនេះឲ្យចាអីមិញឆ្លើយឃើញឆ្លើយហើយមិញមើលខ្លាហែកមួយមើលណាហើយឡើយខ្ញុំនួនក៏បានដែរបាទមើលសច្ចៈហ្នឹងយ៉ាងម៉េចខ្ញុំកណាពាក្យថាសច្ចៈគឺសច្ចៈនិយាយក៏សច្ចៈធ្វើក៏ថាធ្វើអីហើយគឺពោលពាក្យសច្ចៈអញ្ចឹងហើយលោកគ្រូសច្ចៈហ្នឹងចាក់សាច់ឬក៏មិនណាសច្ចៈហ្នឹងវាយកយើងយកកបិតទៅចាក់សាច់ហ្នឹងហើយវាមិនឬក៏មិនអត់ទេលោកគ្រូកន្លែងហ្នឹងគឺសច្ចៈបារមីហ្នឹងបានន័យថាធ្វើអីក៏សច្ចៈពោលពាក្យក៏សច្ចៈទៀងត្រង់
ណាពោលសច្ចៈនឹងពោលមកយ៉ាងទីហៅថាពោលពាក្យពិតធ្វើអីមួយនៅដូចថាថ្ងៃស្អែកធ្វើអីអញ្ចឹងគឺពោលពាក្យហ្នឹងសច្ចៈឧទាហរណ៍ថាគេធ្វើអីឲ្យខឹងមកជាមួយទៅដល់ជេរវាតែហ្មងហើយទៅដល់បើមិនបានជេរមានអានឹងដាច់សច្ចៈអត់ពោលថាជេរហើយដល់អត់បានជេរដាច់សច្ចៈចាយើងនិយាយថាជេរដល់អត់បានជេរនឹងមិនដាច់ទេអញ្ចឹងចេញខ្ញុំលេងព្រោះចេញចូលមើលមិញឆ្លើយតើមិញមើលដាក់ហ្នឹងបានគេហៅកូនចៅព្រះណែហ៊ានឆ្លើយយ៉ាងម៉េចព្រោះចេញមកណាសច្ចៈលោកអ្នកដែលមានអាយុត្រៀមសម្លៀងមាត់ចាំឆ្លើយព្រោះណាព្រោះសំចៃញោមព្រោះហ្នឹងឯងស្អីទៅសច្ចៈហ្នឹងគណៈពាក្យសច្ចៈហ្នឹងដូចពោលថាយើងចង់ធ្វើអីតែមានពាក្យសច្ចៈហ្នឹងប្រកាសจะធ្វើមែនបើថាគ្រាន់តែពោលអត់ធ្វើអត់មានសច្ចៈទេគណៈព្រោះសាធុសុទ្ធតែល្អហើយព្រោះហើយនេះបានសំកូនចៅព្រះកូនចៅព្រះមុខចឹងហ្នឹងគណៈខ្ញុំកណាសូមនមស្ការប្រតនត្រ័យនិងសូមក្រាបថ្លែងគុំលោកចាស់គ្រូលោកគ្រូព្រមទាំងលោកចាស់គ្រប់ព្រះអង្គខ្ញុំកណាសូមចូលរួមត្រង់សំណួរលោកចាស់គ្រូដែលចោទសួរពីខាងដើមថាតើសច្ចៈហ្នឹងគឺសំដៅយកសច្ចៈអីគេជាអរិយសច្ចៈដែរអត់ហើយពាក្យថាសច្ចៈគឺយកទាំងអស់ហ្នឹងប៉ុន្តែថាត្រង់ថាសច្ចៈដែលជាបារមីរបស់ព្រះបរមពោធិសត្វហ្នឹងគឺមិនសំដៅយកអរិយសច្ចៈទាំង4ហ្នឹងទេគណាសំដៅយកការពិតទៀងត្រង់គណៈសច្ចៈនេះបើយកអង្គធម៌គឺសមាវិជ្ជាអញ្ចឹងលោកចាស់គ្រូគណៈគិតតែថាជាសមាវិជ្ជាហ្នឹងហើយសមាវិជ្ជាហ្នឹងគឺការមានការមិនប្រព្រឹត្តកន្លងបងនៅវត្ថុដែលជាទីតាំងនៃវិជ័យទុច្ចរិតហ្នឹងជាលក្ខណៈហើយមានការប្រឆានៅវត្ថុដែលជាទីតាំងនៃវិជ័យទុច្ចរិតហ្នឹងជាកិច្ចមានការប្រព្រឹត្តនៅសុចរិតជាផលហើយមានហេរេអតបៈអីជាដើមហ្នឹងជាហេតុជាតិកណាមានការកណាសច្ចៈរបស់ព្រះបរមពុទ្ធសាសនាគឺមិនមែនបានន័យថាជាអរិយសច្ចៈអីទេគឺជាសច្ចៈបារមីហ្នឹងគឺដល់អរិយសច្ចៈចេញកណាចាំសំណួរទុកនឹងចាំអ្នកមានអ្នកតវ៉ាឬក៏អត់ណាឥឡូវប្រកេនព្រះអង្គសុខចន្ទថាដើម្បីចូលរួមពាក្យថាសច្ចៈណាសច្ចៈនឹងបានសេចក្តីថាម៉េចណាសូមរតនានិមន្តនិងសូមអនុមោទនាគណៈសូមនមស្ការក្រាបថ្វាយបង្គំចំពោះព្រះរតនត្រ័យដោយសេចក្តីគោរពសូមនមស្ការក្រាបថ្វាយបង្គំចំពោះលោកចាស់គ្រូព្រមទាំងលោកគ្រូនិងសូមនមស្ការក្រាបថ្វាយបង្គំចំពោះព្រះថេរៈគ្រប់ព្រះអង្គទាំងអស់និងធ្វើសេចក្តីរាប់អានចំពោះអ្នកមានអាយុនិងចម្រើនពរញាតិញោមពុទ្ធបរិស័ទប្រស្រីទាំងអស់ផងដែរចឹងខ្ញុំប្រកាសណាអាត្មាភាពនិងសូមឱកាសដើម្បីនឹងបានចូលរួមអំពីសច្ចៈពាក្យថាសច្ចៈគឺជាពាក្យពិតពាក្យត្រឹមត្រូវឈ្មោះថាសច្ចៈចឹងសច្ចៈដូចជាប្រកាសថាមួយដែលព្រះធម្មប្រភិបព្រះអង្គទ្រង់ត្រាស់សម្ដែងថាសច្ចង្ហវេសាធុតរੰរក្សាណាណាពាក្យសច្ចៈមានរសឆ្ងាញ់ជាងរសទាំងឡាយទាំងពួងចឹងពាក្យសច្ចៈបារមីគឺជាគុណជាតិជាគ្រឿងឆ្លងចេញអំពីវាលវដ្តសង្សារពោលគឺព្រះនិព្វានចឹងញាតិញោមគ្រប់គ្នាដឹងហើយថាយើងតែងតែនិយាយតែងតែឮពាក្យថាសច្ចៈចឹងសច្ចៈនេះគឺអង្គធម៌បានដល់សមាវាចាចេតសិកដែលជាសម្ដីត្រូវដែលជាសម្ដីប្រពៃ
จังการណាបើបុគ្គលបានពោលត្រឹមត្រូវគឺបុគ្គលនោះឈ្មោះថាជាអ្នកមាននៅសច្ចធម៌ចឹងមនុស្សយើងសពថ្ងៃបច្ចុប្បន្ននេះគឺមិនសូវមានសច្ចៈទេដោយភាគច្រើនញាតិញោមគ្រប់គ្នាតែងតែដឹងហើយថាសច្ចៈនេះគឺមិនងាយបុគ្គលណារក្សាបានមិនងាយបុគ្គលណាធ្វើបានទេចឹងមនុស្សដោយភាគច្រើនរបស់ណាដែលធ្វើបានគឺបុគ្គលនោះងាយនឹងធ្វើបុគ្គលណារបស់ណាដែលងាយស្រួលធ្វើបុគ្គលនោះមិនងាយធ្វើចឹងបើយើងពិចារណាទៅតាមសភាវៈពិតនៃការនិយាយស្ដីរបស់យើងគឺយើងត្រូវតែដឹងថាតើមនុស្សយើងចង់បានពីអ្វីសម្រាប់ខ្លួនយើងសំខាន់យើងត្រូវតែនិយាយពាក្យពិតសម្រាប់ខ្លួនឯងហើយសម្រាប់អ្នកដទៃកាលណាបើបុគ្គលបានរក្សាពាក្យសច្ចៈបុគ្គលនោះឈ្មោះថាជាអ្នករក្សាខ្លួនឯងចឹងពាក្យសច្ចៈបារមីញាតិញោមគឺជាសច្ចៈដែលបុគ្គលដោយមួយចំនួនច្រើនមិនងាយនឹងធ្វើបានទេមានតែព្រះបរមពោធិសត្វទេដែលជាអ្នកបំពេញនៅសច្ចៈបារមីក៏ប៉ុន្តែយើងក៏អាចធ្វើតាមព្រះបរមពោធិសត្វបានដែរឲ្យតែយើងមានសេចក្តីព្យាយាមតាំងចិត្តនិយាយអំពីសច្ចៈក៏យើងអាចធ្វើបានដែរអញ្ចឹងយើងត្រូវតែដឹងថាការសិក្សាធម៌របស់ព្រះដែលមានព្រះភិក្ខគឺអ្វីដែលព្រះអង្គទ្រង់ត្រាស់សម្ដែងក៏យើងធ្វើតាមអ្វីដែលព្រះដែលមានព្រះភិក្ខព្រះអង្គទ្រង់ត្រាស់សម្ដែងនឹងចឹងហើយយើងឈ្មោះថាជាពុទ្ធបរិស័ទជាបរិស័ទរបស់ព្រះសម្មាសម្ពុទ្ធចឹងបិតាឲ្យយើងធ្វើយ៉ាងម៉េចគឺយើងត្រូវតែធ្វើដូចជាពាក្យសច្ចៈអញ្ចឹងពាក្យសច្ចៈហ្នឹងគឺព្រះអង្គបង្រៀនយើងឲ្យចេះនិយាយពាក្យសច្ចៈណាបង្រៀនយើងញាតិញោមបង្រៀនយើងឲ្យនិយាយពាក្យសច្ចៈពាក្យត្រឹមត្រូវកុំឲ្យនិយាយពាក្យណាកុហកកុំឲ្យនិយាយពាក្យបោកប្រាស់ហ្នឹងមិនត្រឹមត្រូវទេអញ្ចឹងយើងទាំងអស់គ្នាជានាមពុទ្ធបរិស័ទគ្រប់គ្នាគឺយើងត្រូវតែរក្សាសច្ចៈនឹងឯងណាខ្ញុំកណាសូមចូលរួមប៉ុណ្ណឹងកណាសំសួរសំណួរដូចជាឧទាហរណ៍ថាខ្ញុំកណាមានគេប្រើឲ្យទៅយល់របស់ A1 ចឹងទៅប៉ុន្តែមានមនុស្សម្នាក់ទៀតប្រើឲ្យខ្ញុំកណាទៅយល់របស់ម្ដងទៀតតែអាមុននោះវាផ្លេចយកទៅសិតទៅយកស្រាប់តែអាទី2ហ្នឹងយកអាទី2ផ្លេចយកអាទី1ពាក្យសច្ចៈដែរទេប៉ុន្តែទៀងថាទៅតែផ្លេចរឿងផ្លេចវាផ្លេចប៉ុន្តែយើងលើខ្លួនយើងថាតើយើងយករបស់ហ្នឹងតើត្រឹមត្រូវដែរទេអញ្ចឹងបើយើងគិតទៅថាគេឲ្យយករបស់ពីរប៉ុន្តែយើងផ្លេចអាហ្នឹងមិនមែនជាពុទ្ធផលកុហកគេទេអាហ្នឹងវាផ្លេចធ្វើម៉េចអញ្ចឹងទោះបីជាយើងមិនបានយកក្តីអត់បានយកក្តីបើយើងនិយាយទៅថាមិនមែនចាត់ទុកជាកុហកគេទេពីព្រោះយើងផ្លេចគឺយើងមិនតាំងចិត្តកុហកអាណាណាយើងមិនតាំងចិត្តកុហកអាណាបើយើងតាំងចិត្តកុហកអាហ្នឹងគឺខុសពាក្យសច្ចៈអញ្ចឹងប៉ុណ្ណឹងឥឡូវប្រកេនណាសួរណាមុនខ្ញុំប្រកាសណាសូមនមស្ការចំពោះរតនត្រ័យទាំង3សូមនមស្ការចំពោះលោកចក្រដូននិងគ្រូនិងធេរៈរបស់អង្គចម្រើនពរដល់ញាតិញោមពុទ្ធបរិស័ទគ្រប់គ្នាសូមសួរសំណួរមួយដូចជាសច្ចៈហើយនិងកុហកដូចគ្នាឬខុសគ្នាសូមអនុមោទនាខ្វះសច្ចៈហើយនិងកុហកតែវាដូចគ្នាឬខុសគ្នាសច្ចៈនិងកុហកកណាសូមកណាលោកម្ចាស់ប្រហែលជាចង់មានន័យថាតើការពោលពាក្យមិនសច្ចៈហ្នឹងតើដាច់មុសាវាដែរឬទេប្រហែលជាលោកម្ចាស់ចង់សួរអញ្ចឹងហើយមិនទៅសួរថាកុហកហើយនឹងមិនដែលថា
ថាមិនមែនសច្ចៈនឹងដូចគ្នាអត់ស្មើគ្នាអត់ពាក្យនឹងពីរនឹងខ្វះសច្ចៈនឹងកុហកកណាពាក្យនឹងវាដូចតែគ្នានឹងគឺខ្វះសច្ចៈគឺកុហកប៉ុន្តែចង់បញ្ជាក់ថាពេលខ្លះអ្វីត្បិតតែដាច់សច្ចៈមែនប៉ុន្តែมันមានន័យថាកុហកទេអញ្ចឹងណាលោកចាមិនសច្ចៈប៉ុន្តែมันមានន័យថាកុហកទេបើសិនជាសិក្ខាបទសិលមុសាវាទហ្នឹងគឺអត់ដាច់ទេឧទាហរណ៍ថាខ្ញុំកណាថាខ្ញុំកណាប្រាប់មិត្តភ័ក្តិថាស្អែកខ្ញុំកណានឹងទៅផ្សារអញ្ចឹងតាំងចិត្តអញ្ចឹងអត់មានកុហកទេតាំងចិត្តប្រាប់មិត្តភ័ក្តិអញ្ចឹងថាស្អែកខ្ញុំកណានឹងទៅផ្សារស្រាប់ដល់ស្អែកឡើងភ្លៀងមកកណាខ្ញុំកណាអត់ទៅផ្សារទេប៉ុន្តែពេលហ្នឹងខ្ញុំកណាដាច់សច្ចៈហើយគឺថាមិននិយាយមិនសច្ចៈទេព្រោះអត់បានទៅផ្សារប៉ុន្តែពេលហ្នឹងមិនដាច់មុសាវាទទេកណាសូមចូលរួមប៉ុណ្ណឹងកណាមានន័យថាខុសគ្នាវាកន្លែងប្រកេនព្រះអង្គមេសមេតបីចូលរួមត្រង់ចំណុចសច្ចៈឥឡូវបន្ថែមមិញសាមណេរលោកសួរថាពាក្យកុហកនឹងមិនមានសច្ចៈឬខ្វះសច្ចៈហ្នឹងតើដូចគ្នាឬក៏ខុសគ្នាបងច័ន្ទបានឆ្លើយមកហើយវាមិនប្រកាសថាដូចគ្នាទេអញ្ចឹងណាហើយថែមមួយទៀតថាពាក្យពិតនិងសច្ចៈឬថាមិនកុហកនឹងពាក្យដែលមានសច្ចៈនឹងស្មើគ្នាដូចគ្នាដែរឬក៏អត់ណាសម្រាប់តនានិមន្តជាបឋមខ្ញុំប្រកាសណាសូមនមស្ការថ្វាយបង្គំចំពោះប្រជុំ3នៃព្រះត្រៃរតន៍ដោយសេចក្តីគោរពសាថ្លាដល់ក្រៃលែងខ្ញុំប្រកាសណាសូមនមស្ការថ្វាយបង្គំចំពោះលោកម្ចាស់គ្រូនិងលោកម្ចាស់ដែលជាប្រធេរៈសូមធ្វើសេចក្តីរាប់អានចំពោះលោកអ្នកដ៏មានអាយុហើយសូមចម្រើនពរទៅដល់ញាតិញោមជាពុទ្ធបរិស័ទទាំងអស់ចឹងខ្ញុំប្រកាសណានឹងមានឱកាសឆ្លើយនឹងសំណួរលោកគ្រូបានសួរថាពាក្យសច្ចៈនិងពាក្យមិនកុហកហ្នឹងជាសច្ចៈដូចគ្នាឬទេខ្ញុំកណាថាពាក្យហ្នឹងវាដូចគ្នាពាក្យហ្នឹងដូចគ្នាពាក្យការនិយាយពាក្យពិតនិងមិនកុហកហ្នឹងគឺដូចគ្នាពាក្យហ្នឹងដូចគ្នាហ្មងដូចគ្នាគឺណាព្រះអង្គមន្តភាពមើលមុននេះស្រួលណាចូលរួមត្រង់ចំណុចហ្នឹងមើលយ៉ាងម៉េចឥឡូវបងច័ន្ទក៏ឆ្លើយតបជាមួយព្រះអង្គនាងសិង្ហៃថាពាក្យថាខ្វះសច្ចៈនិងពាក្យកុហកនឹងការខ្វះសច្ចៈនឹងមិនប្រកាសថាកុហកទេអញ្ចឹងណាហើយបន្ថែមមួយទៀតត្រង់ដែលថាពាក្យពិតពាក្យសច្ចៈហើយនឹងមិនកុហកតើវាអាចដូចគ្នាឬក៏ខុសគ្នាយ៉ាងម៉េចតាមព្រះអង្គមាសមេតឆ្លើយមកថាវាគ្មានរឿងខុសគ្នាអីទេដូចតែគ្នាសច្ចៈហើយនឹងពាក្យពិតហើយនឹងមិនកុហកវាមានខុសគ្នាហើយក៏អត់ទេញាតិញោមមើលចូលរួមជាបឋមខ្ញុំប្រកាសណាសូមនមស្ការក្រាបថ្វាយបង្គំចំពោះគុណនៃប្រតនត្រ័យទាំង3មានពុទ្ធរតនៈ1បឋមរតនៈ1សង្ឃរតនៈ1ដែលជារតនៈដ៏ប្រសើរឧត្តមខ្ពង់ពូលលើលោកដោយសេចក្តីគោរពចាស់ថ្លាដល់ក្រៃលែងនិងសូមនមស្ការក្រាបថ្វាយបង្គំចំពោះលោកម្ចាស់គ្រូលោកគ្រូប្រធេរៈគ្រប់ព្រះអង្គនឹងធ្វើសេចក្តីស្និទ្ធស្នាលជាមួយលោកអ្នកមានអាយុគ្រប់ព្រះអង្គផងដែរមុនលើក៏សូមចម្រើនពរញោមប្រស្រ័យទាំងអស់ដែលមានវត្តមាននៅក្នុងឧបដ្ឋានសាលានេះនឹងចម្រើនពរញោមដែលនៅក្នុងប្រព័ន្ធស្កែបផងនឹងដើម្បីបានឱកាសចូលរួមឆ្លើយនៅសំណួរដែលសាមណេរនាងសិង្ហៃសួរអំពីពាក្យថាពាក្យអីពាក្យមិនកុហកនិងពាក្យខ្វះសច្ចៈពាក្យមិនកុហកនិងពាក្យមិនសច្ចៈអញ្ចឹងពាក្យកុហកនិងមិនសច្ចៈឬក៏ថាខ្វះសច្ចៈគឺណាពាក្យកុហកនិងពាក្យមិនសច្ចៈពាក្យហ្នឹងបើយើងគិតទៅវាដូចគ្នាខ្លះខុសគ្នាខ្លះអញ្ចឹងមិនក៏ខ្ញុំកណាហ៊ានថាពាក្យហ្នឹងវាដូចគ្នាខ្លះខុសគ្នាខ្លះ
ជួនកាលពេលខ្លះមិនសច្ចៈវាអាចចូលជាមូសាដែរដូចថាឥឡូវថាថ្ងៃនេះចង់ទៅណានោះថាទៅភ្នំពេញប្រាប់គេថាទៅភ្នំពេញប៉ុន្តែខ្លួនឯងគិតក្នុងចិត្តអត់ទៅទេមិនក៏ហក់គេថាទៅភ្នំពេញអាហ្នឹងវាចូលលក្ខណៈថាកុហកផងខ្វះសច្ចៈផងដល់ពេលខ្លះទៀតពេលហ្នឹងទៅភ្នំពេញប៉ុន្តែត្រូវគ្រោះថ្នាក់ឬក៏ត្រូវឈឺអត់បានទៅអាហ្នឹងជាពាក្យមិនសច្ចៈប៉ុន្តែមិនចាត់ចូលជាពាក្យកុហកទេអញ្ចឹងវាមានលក្ខណៈថាដូចគ្នាខ្លះខុសគ្នាខ្លះគ្រូតែជួនកាលខ្ញុំកណាធ្លាប់ដែរហ្នឹងថាត្រូវទៅណាទៅណីយើងទៅវាស្ទះមានឧបសគ្គយើងទៅឬត្រូវមានជំងឺឬទៅមានអីផ្សេងអត់បានទៅទេអញ្ចឹងវាអត់ចាត់ចូលក្នុងមូសាទេប៉ុន្តែបើខ្វះសច្ចៈអញ្ចឹងខ្ញុំកណាសូមឆ្លើយថាឡើងចំនួនហ្នឹងគឺពេលដូចគ្នាខ្លះខុសគ្នាខ្លះណាចុះឧទាហរណ៍ដូចជាយើងបំណងទៅសម្លាប់គេប្រាប់ពួកម៉ាក់មិត្តភ័ក្តិដែលជាដៃគូចោលរបស់យើងហ្នឹងថាត្រូវទៅលួចគេឬក៏ដៃគូឃាតកររបស់យើងហ្នឹងថាត្រូវទៅសម្លាប់គេស្រាប់តែមានស្មារតីឡើងគឺថាមិនត្រូវទៅទេដល់អញ្ចឹងវិញតើវាខ្វះសច្ចៈឬក៏យ៉ាងម៉េចកណាសូមឱកាសចូលរួមជាបន្តទៀតអញ្ចឹងយើងឃើញថាអង្គធម៌របស់សច្ចៈគឺបានដល់សមាវាចាអញ្ចឹងសមាវាចានេះកើតជាមួយតែចិត្តណាជាសោបជាមហាកុសលនឹងជាមហាកុសលគ្រូសមាវាចាមហាកុសលនឹងលោកុត្តរៈអញ្ចឹងវាកើតជាមួយនឹងពួកសោបនចិត្តអញ្ចឹងសោបនចិត្តអត់កើតជាមួយនឹងពួកអកុសលទេអញ្ចឹងដូចសន្យាទៅលួយគេអីហ្នឹងមិនជាកុសលទេសន្យាដើម្បីទៅសម្លាប់គេអាហ្នឹងមិនកុសលទេជាពាក្យដោយអំណាចនៃលោភៈដោយអំណាចនៃទោសៈអញ្ចឹងវាអត់ចាត់ចូលនៅក្នុងមហាកុសលអញ្ចឹងពាក្យហ្នឹងគ្រាន់តែថាឯងសន្មតហៅបានថាពាក្យហ្នឹងវាមិនពិតប៉ុន្តែมันចាត់ចូលក្នុងសច្ចៈទេគ្រូសូមឆ្លើយដល់ខ្លីហ្នឹងគ្រូណាឥឡូវញោមជលីនមានសំណួរអីពណ៌សំចៃញោមពណ៌រតនត្រ័យដោយសេចក្តីគោរពកោតក្រែងសូមក្រាបថ្វាយបង្គំលោកម្ចាស់គ្រូហើយសូមក្រាបថ្វាយបង្គំលោកម្ចាស់គ្រប់ព្រះអង្គដោយសេចក្តីគោរពជ្រះថ្លាសូមជម្រាបសួររៀបបងពធទាំងអស់ដែលមានវត្តមាននៅក្នុងបន្ទប់ដែលគោរពរាប់អានកណាខ្ញុំកណាចង់ចូលរួមកន្លែងដូចជាថាបច្ចៈខ្លះដូចជាថាក្នុងគ្រួសារមួយហ្នឹងមានឪពុកម្ដាយហ្នឹងចាស់ជរាហើយគាត់ឈឺហើយក្នុងគ្រួសារហ្នឹងគាត់មានកូនអាក្រក់ហ្នឹងមួយកូនដែលធ្វើមិនល្អហ្នឹងដល់ទៅពេលហើយកូនហ្នឹងទៅបានប្រព្រឹត្តនៅអំពើអាក្រក់ទាំងឡាយហ្នឹងដល់ហើយត្រូវប៉ូលីសហ្នឹងគេចាប់ដាក់គុកប៉ុន្តែម្ដាយហ្នឹងឈឺធ្ងន់ណាស់ម្ដាយឪពុកហ្នឹងអញ្ចឹងទៅម្ដាយចេះតែសួររកកូនហ្នឹងសួររកកូនដល់ហើយម្ដាយហ្នឹងក៏បងប្អូនអត់ហ៊ានប្រាប់កន្លែងហ្នឹងគាត់លាក់ខាងអត់ហ៊ានប្រាប់ការពិតហ្នឹងដល់ម្ដាយបើសិនជាប្រាប់ម្ដាយហ្នឹងវាអាចធ្វើឲ្យគាត់ហ្នឹងដូចថាគាត់ពុំខ្សោយបេះដូងជំងឺធ្ងន់អញ្ចឹងណាអញ្ចឹងវាអាចអាក្រក់ទៅដល់អ្នកដែលមិនប្រាប់ហ្នឹងដែរទេព្រះអង្គសូមកុមារទោសសូមអរគុណសូមប្រាប់បានគុំលានិងសូមជម្រាបលាឥឡូវញោមម៉ាលីចូលរួមឆ្លើយមើលព្រោះញោមម៉ាលីណាទៀតសូមអរគុណទៀតមិនបងខ្ញុំកណាសូមក្រានមកការផ្សាយអង្គគុណបរតនត្រ័យទាំង3មានព្រះពុទ្ធរតនៈព្រះធម្មរតនៈនិងព្រះសង្ឃរតនៈដោយសេចក្តីគោរពជ្រះថ្លាស្មារតីជីវិតសពកាលនឹងសូមបានរតនៈទាំង3ជាទីពេញពីរលឹករហូតអស់ជាកំណើតសូមក្រានមកការផ្សាយអង្គលោកម្ចាស់គ្រូលោកម្ចាស់គ្រប់ព្រះអង្គអស់ជាទីស្ការៈផងដែរជម្រាបសួរបងប្អូនពុទ្ធបរិស័ទទាំងអស់កូនស្រីមានសំណួរសួរថាដែលថាកូនមានរឿងអីរ៉ាវអីចឹងទៅហើយមានមិនហ៊ានប្រាប់ម្ដាយដែលកំពុងតែឈឺអីចឹងទៅតែអានឹងជាសច្ចៈអីទេមិនមែនទេអានេះគឺជាបើយើងមិនប្រាប់គាត់ហ្នឹងគឺយើងកុហកមិនមែនជារឿងសច្ចៈអីទេណាហើយបើសិនជាយើងប្រាប់គាត់ទៅខ្លាចគាត់ហ្នឹងមានជំងឺនឹងកាន់តែធ្ងន់ធ្ងរហើយទៅ
នឹងយើងមិនប្រាប់គាត់គឺយើងកុហកបើយើងមានបំណងកុហកគាត់អាហ្នឹងគឺកុហកបើយើងគ្រាន់តែយករឿងស្អីផ្សេងប្រឡប់ដើម្បីប្រាប់គាត់កុំឲ្យចំជាកុហកប៉ុន្តែមិនមែនជារឿងសច្ចៈទេកណាសូមមានយោបល់ប៉ុណ្ណេះទានខុសឆ្គងយ៉ាងណាសូមមេត្តាជួយបំពេញបន្ថែមជួយកែតម្រូវទាំងសូមអរគុណសូមអរគុណសូមប្រាថ្នាបង្គំលាសូមជម្រាបលាព្រះសាធុឥឡូវប្រកេនព្រះអង្គបច្ចុប្បន្នដើម្បីចូលរួមតាមព្រះអង្គមន្តសភាពថាដល់តែរឿងហ្នឹងជារឿងត្រូវទៅបើសិនជាយើងធ្វើកន្លងទៅចាត់ទុកថាមិនមានសច្ចៈអញ្ចឹងណាតាមមតិរបស់ព្រះអង្គបានសិក្សារហូតដល់អស់សក់ខ្លះហើយនេះមកតើយល់យ៉ាងណាដែរបើសិនបើគេចោទយើងជាដៃគូគេហើយយើងអត់ស្មោះត្រង់ជាមួយគេគេថាយើងវាអត់ពិតមែនទេគេលេងនេះអ្នករស់ស៊ីក៏ដូចគ្នាឧទាហរណ៍ថាលោកអ្នកដែលមានអាយុបានសន្យាជាមួយនារីណាអីអញ្ចឹងថានឹងលះបង់នឹងសឹកទៅហើយយកនារីនោះអីអញ្ចឹងហើយដល់ពេលហើយគិតទៅជ្រះថ្លាគិតក្រោយមកជ្រះថ្លានឹងធัวនឹងចង់បួសមួយជីវិតអីចឹងទៅណាហើយដល់អញ្ចឹងវាអាចខ្វះសច្ចៈឬក៏យ៉ាងម៉េចដែរមើលសម្រាប់នាងនិមន្តកណាជាបឋមខ្ញុំកណាសូមនមស្ការចំពោះរតនត្រ័យដែលជារតនៈដ៏ឧត្តមឧត្តមប្រសើរខ្ពង់ខ្ពស់លើសលោកនិងសូមនមស្ការចំពោះលោកម្ចាស់គ្រូលោកគ្រូព្រមទាំងលោកម្ចាស់គ្រប់ព្រះអង្គនិងធ្វើសេចក្តីរាប់អានចំពោះលោកអ្នកដ៏មានអាយុនិងមើលលើសូមចម្រើនពរចំពោះញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាដែលកំពុងតែបានទទួលសន្តាប់នឹងនៅការសន្ទនាព្រះធម៌ដែលលើកឡើងអំពីសច្ចៈបារមីគឺទាក់ទងនឹងរឿងសច្ចៈដែលជាធម៌ដែលព្រះដ៏មានពភាព្រះអង្គព្យាយាមក្នុងការបំពេញដើម្បីបំពេញនៅបារមីរបស់ព្រះអង្គឲ្យគ្រប់គ្រាន់ហើយបាននៅបញ្ញាបរិបូរណ៍ចាក់ធ្លុះនៅអរិយសច្ចធម៌ដែលជាធម៌នៅក្នុងធម្មជាតិឃើញនៅទុក្ខឃើញនៅហេតុដែលនាំឲ្យកើតទុក្ខឃើញនៅទីរំលត់ទុក្ខហើយនឹងមគ្គជាផ្លូវនាំទៅកាន់សេចក្តីផុតចាកទុក្ខនោះគឺនៅក្នុងអរិយសច្ចធម៌ទាំង4ក៏យើងពោលថាជាសច្ចៈគឺណាគឺនៅក្នុងការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធទៅលើធម្មជាតិប៉ុន្តែទាក់ទងនឹងរឿងសច្ចៈដែលជាការសន្សំនៅបារមីគឺវាទាក់ទងទៅនឹងទង្វើរបស់ព្រះអង្គដែលកាលនៅជាពោធិសត្វដែលព្យាយាមបំពេញគឺណាហើយដែលព្រះអង្គមានការខិតខំបំពេញក្នុងការរក្សានៅសច្ចៈមានសច្ចៈបារមីសច្ចៈឧបបារមីនិងសច្ចៈបរមត្ថបារមីគឺថាហ៊ានលះបង់នៅអ្វីសពបែបយ៉ាងដើម្បីតែរក្សានៅការពិតនោះហើយសំណួរផ្សេងក៏ចេះតែកើតឡើងទាក់ទងនឹងសកម្មភាពប្រចាំថ្ងៃរបស់យើងគ្រប់គ្នាហើយទាក់ទងនឹងការលើកឡើងរបស់លោកម្ចាស់មន្តភាពដែលបានលើកឡើងហើយនឹងទាក់ទងសំណួររបស់លោកគ្រូទាក់ទងនឹងការសន្យាគឺណាគឺជាប់ទាក់ទងនឹងរឿងពាក្យសម្ដីគឺណាយើងមានការសន្យាដោយការពោល
ដោយដែលអង្គធម្មសាកឆាលើកឡើងមកហោហែហើយធម្មតាក្នុងការដាច់នៅមុសាវាទគឺវាដាច់ដល់គ្រប់អង្គរបស់វាហើយនៅវាមានរឿងរ៉ាវដែលមិនពិតណាហើយយើងមានការពោលមានចេតនាពោលនៅរឿងរ៉ាវដែលមិនពិតនោះណាហើយព្យាយាមពោលមានតែព្យាយាមពោលនៅវាចាទៅលើរឿងដែលមិនពិតនោះហើយយើងបានពោលនៅពាក្យដែលជាសំដៅទៅលើរឿងរ៉ាវដែលមិនពិតនោះអញ្ចឹងឧទាហរណ៍ដូចថាយើងណាធ្លាប់សន្យាគ្នាជាមួយនឹងនរណាម្នាក់ណាថាត្រូវនឹងយកគ្នាអីចឹងទៅណានឹងខណៈហ្នឹងគឺពេលហ្នឹងវាដោយអំណាចនៃលោភៈដោយអំណាចនៃការប្រាថ្នាចង់បានអីអញ្ចឹងគឺជាការសន្យាជាការនិយាយណាសច្ចាអីចឹងទៅដែលណាយើងធ្លាប់ឃើញហើយអ្នកខ្លះក៏មានមកដល់មុខព្រះអង្គហើយនាំគ្នាអុជធូបអុជទៀនមានទេណាសន្យាអីជួបគ្នាណាគ្រប់ជាតិអីចឹងឬថាជាតិហ្នឹងត្រូវតែស្បត់ស្បាយយកគ្នាជាគូអីចឹងទៅណាប៉ុន្តែក្រោយមកដោយណាការបានសិក្សានៅពធអីចឹងទៅស្ដាប់ពធអីហើយក៏កើតនៅសេចក្តីជ្រះថ្លាមានការណាលះបង់មានការជាប់ចិត្តនៅក្នុងនៃខមៈអីចឹងគឺចង់មកបួសវិញហើយក៏បានលះបង់នាងនឹងចោលទៅណាគឺខណៈដែលកុសលចិត្តកើតឡើងហើយបានមកបំពេញនៅក្នុងបព្វជិអីអញ្ចឹងហើយខំប្រព្រឹត្តធម៌ខំអីអញ្ចឹងគឺជាមួយនឹងនាងហ្នឹងគឺជាការនិយាយខុសពាក្យពិតមែនណាគឺសន្យាថាយកគ្នាណានឹងរៀបការអីចឹងទៅអស់មួយជីវិតអីចឹងទៅប៉ុន្តែដល់ពេលខណៈដែលខំមកបំពេញណាព្យាយាមមករក្សាសិលនៅក្នុងនៃខមៈនេះវាជាការដាច់សច្ចៈប៉ុន្តែគឺជាការគួរប្រព្រឹត្តគេបើគួរប្រព្រឹត្តអញ្ចឹងគេចោទថាប្រុសក្បត់អីយ៉ាងម៉េចទៅញាតិញោមសិនគេសន្យាអញ្ចឹងហើយគេបែរជាចង់បួសវិញអីគេចោទញាតិញោមព្រមទេញាតិញោមព្រមណាចិត្តថាហ្មងណាគេចោទថាយើងប្រុសក្បត់អីចឹងមិនមើលដូចលោកអ្នកដែលមានយល់គិតថាគឺគេចោទណាបើតាមយោបល់កណាគឺទទួលហើយណាគឺមានតែការសុំទោសណាហើយយើងទទួលហើយយើងមានអីណាគឺប្រុសពេញដីស្រីពេញនគរណាគឺអ្វីដែលជាធម៌ល្អធម៌ចម្រើនគួរសែបហ្នឹងគឺយើងបែរមកប្រព្រឹត្តនៅធម៌នោះណាគឺលះបង់នេះតាមយោបល់កណាឥឡូវសូមឆ្លើយតបជាមួយព្រះអង្គមន្តសភាពព្រះអង្គលោកអ្នកដែលមានអាយុលើកឡើងថាក្បត់សច្ចៈអញ្ចឹងណាហើយព្រះអង្គមន្តសភាពថាអត់ទេអត់មានរឿងខុសសច្ចៈអីទេមើលព្រះអង្គមន្តសភាពឆ្លើយតបមួយព្រះអង្គមើលឥឡូវដាក់មីក្រូតតាំងគ្នាហ្មងណាកណាខ្ញុំកណាពីមុនបានឆ្លើយចឹងមែនកាលណាបកលដោយអំណាចនៃលោភៈចឹងទៅកុហកដោយថាលើកឡើងរឿងហ្នឹងគឺថាធ្លាប់សន្យាគ្នាចឹងទៅកាលនៅនេះសន្យាគ្នាថាយកគ្នាអញ្ចឹងការសន្យាដូចជាមានការសន្យាថានឹងយកគ្នាអញ្ចឹងពេលហ្នឹងគឺស្រឡាញ់គ្នាដោយអំណាចនៃការជាប់ជំពាក់នឹងរូបគ្នាចាជាប់ជំពាក់នឹងគ្នាទៅគ្នាទៅវិញទៅមកឯងអញ្ចឹងពេលហ្នឹងយើងឃើញថាដូចខ្ញុំកណាលើកឡើងថាហ្នឹង
ជាពាក្យសន្យាប៉ុន្តែតើថ្ងៃក្រោយឡើងដូចជាគ្រូពីបណ្ណុចលើកឡើងថាពេលដែរហើយឡើងមកបួសហ្នឹងលោកថាហ្នឹងដាច់ពីសច្ចៈដែរបើមិនបានសន្យាថាយកភ្នែកអស់មួយជីវិតអីប៉ុន្តែបើយើងគិតតាមអង្គធម៌វិញវាមិនចាត់ចូលជាសច្ចៈទេព្រោះហ្នឹងវាជាលោភៈទេការសន្យាឬក៏ការចង់បានគ្នាប៉ុន្តែថាហ្នឹងបើយើងសន្មត់បានការសន្មត់ហៅបានហើយប៉ុន្តែថាអង្គធម៌ដែលចំថាពាក្យសច្ចៈចំនោះគឺយើងឃើញដល់សមាវាចាចឹងណាឥឡូវผมពេញគឺណាគឺវាជាការខុសពាក្យពិតខុសការពិតដែលនិយាយខាងដើមគឺណាវាជាការខុសការពិតមែននឹងឯងព្រោះយើងសន្យាពីដើមវាថាអញ្ចឹងប៉ុន្តែចិត្តយើងវាប្រែមកជាយ៉ាងផ្សេងវិញដូចជាមានការលើកខាងដើមហើយណាការលើកខាងដើមហើយដោយអង្គច័ន្ទឧទាហរណ៍អញ្ចឹងវាគឺពេលដែលសន្យាហ្នឹងវាថាអញ្ចឹងមែនប៉ុន្តែដល់បត្តហេតុណាមួយហើយរឿងនេះគឺឧបត្តហេតុនៃការចង់បំពេញនៃគមៈណាគឺវាជាបត្តហេតុដ៏ល្អវិញណាមើលឆ្លើយតបមកកណាក៏មិនចំទាស់ថានឹងជាពាក្យដែលមិនសច្ចៈបើថាកណាសច្ចៈហ្នឹងគឺសច្ចៈដោយការសន្មត់ទេវាមិនចាត់នៅក្នុងសច្ចៈថាសច្ចៈដែលជាសច្ចៈពាក្យពិតនៅក្នុងមហាកុសលគឺមិនចាត់ទេបើយើងអាចនិយាយគ្នាបានដែរការសន្មត់ដូចជាយើងសន្មត់ហៅថាអញ្ចឹងសន្មត់ហៅថាសេខៃសន្មត់បានប៉ុន្តែការពិតនោះគឺមានអីមានតែខណ្ឌរូបវេទនាសញ្ញាសង្ខារវិញ្ញាណហ្នឹងទៅប៉ុន្តែពិតនេះគឺថាពិតដោយការសន្មត់ប៉ុន្តែវាមិនចាត់ចុះក្នុងជាសច្ចធម៌ពិតនោះទេគ្រូខ្ញុំកណាសូមចូលរួមប៉ុណ្ណឹងនៅតែប្រកាន់អញ្ចឹងហើយមានលោកគ្រូមានចំណុចយ៉ាងម៉េចណាសូមរត់ទៅនេះគេលោកគ្រូសរុបវិញចាបងចាំចូលរួមចាំផ្លែណាចូលរួមឥឡូវសួរបងច័ន្ទសិនមុនចូលរួមសួរថាមានដែលធ្លាប់ស្បត់ស្បែសន្យានៅមុខពោអីចឹងជាមួយអ្នកណាដែរមានទេកណាសូមឆ្លើយឡើងនឹងទីសិនថាអត់ដែលសន្យាក្រោមលុបពោទេកណាចុះកន្លែងផ្សេងកណាសូមលាក់កណាសូមដាក់ជារូបមន្តទ្រឹស្ដីបទមួយថាគ្រប់ការដាច់មុសាសុទ្ធតែនាំឲ្យដាច់សច្ចៈទាំងអស់ប៉ុន្តែគ្រប់ការដាច់សច្ចៈមិនសុទ្ធតែនាំឲ្យដាច់មុសាទេហើយកណាក៏ចង់ចូលរួមកន្លែងលោកម្ចាស់បានលើកឡើងពីកូនចៅឬសន្យាមួយមេចៅទៅលួចឬមួយថាសន្យារឿងស្នេហាហ្នឹងអាហ្នឹងមិនចាត់ជាសមាវិជ្ជាទេដូច្នេះសូម្បីតែមិនទៅក៏មិនឈ្មោះថាដាច់សច្ចៈដែរតែកណាសូមចូលរួមប៉ុណ្ណឹងកណាខ្ញុំទេថាយើងក្បត់ទេថាក៏ថាទៅប៉ុន្តែត្រង់កន្លែងហ្នឹងមិនឈ្មោះថាដាច់សច្ចៈទេព្រោះថាវាចាហ្នឹងមិនមែនជាសមាវាចាកណាសូមចូលរួមប៉ុណ្ណឹងចុះខ្ញុំព្រះករុណាសូមនមស្ការចំពោះព្រះពុទ្ធធម៌និងព្រះអរិយសង្ឃសូមនមស្ការចំពោះលោកម្ចាស់គ្រូនិងលោកគ្រូនិងប្រធានៈគ្រប់ព្រះអង្គខ្ញុំព្រះករុណាសូមសួរសំណួរសួរថាមានកាយសច្ចៈអត់ហើយមានកាយមិនសច្ចៈអត់ដូចជាយើងចង់ឲ្យអីមួយអញ្ចឹងឲ្យទៅគេហើយដល់ពេលហ្នឹងស្រាប់តែមានអ្នកដទៃទៅមកឆក់តែអាហ្នឹងឈ្មោះថាខ្វះកាយសច្ចៈអត់ហើយមួយទៀតថាយើងឲ្យមែនអាហ្នឹងឈ្មោះថាកាយសច្ចៈអត់សូមលោកគ្រូមុនបកស្រាយឥឡូវនិយាយពីរឿងសច្ចៈតាមបង្ច័ន្ទតាមធម្មសាកច្ឆាឆ្លើយមកមានតែសមាវាចាតែពាក្យសម្ដីទេឥឡូវសាមណេរលោកសួរតាក់ទងទៅនឹងកាយមានកាយសច្ចៈដែរឬក៏អត់ឬថាមโนសច្ចៈហ្នឹងឲ្យលោកលើកឧទាហរណ៍អីចឹងណាមើលមានកាយសច្ចៈដែរទេកណាបើយើងនិយាយអំពីមូសានោះបើនិយាយពីការកុហកនោះវាមានតាំងពីការកុហកដោយកាយការកុហកដោយវាចាហ្នឹងក៏មានដែរនឹងការកុហកប៉ុន្តែនេះនិយាយអំពីសច្ចៈអញ្ចឹងសច្ចៈមានសច្ចៈតាមកាយសច្ចៈតាមវាចាដែរអត់អញ្ចឹងសច្ចៈនេះបើយើងគិតថាឥឡូវមកឲ្យសញ្ញាអីមួយគ្រូថាសញ្ញាដល់ពេលថាលឺភ្នោថាធ
ធម្មតាស្រុកកណាអីដូចគេចង់នាំទៅបនអីណាគ្រូតែជុំគ្នាច្រើនហ្នឹងគេវាយស្គរជាសញ្ញាសំឡេងជាសញ្ញាណាឥឡូវចង់ទៅបនវត្តនេះវាយស្គរប្រមូលពុទ្ធបរិស័ទឡើងឡានទៅបនជាងទៅនេះឲ្យសំឡេងឲ្យជាសញ្ញាអញ្ចឹងទៅខ្លះគេមកឥឡូវមិនបាច់វាចាស់ហៅបកដៃហៅអញ្ចឹងទៅអាហ្នឹងបើយើងគិតទៅវាចូលជាសច្ចៈដែរគ្រូបើកាលណាយើងមកចឹងនេះពេលហ្នឹងមិនដែលលើកដែរទៅមកផ្លែកសច្ចៈដោយកាយនេះប៉ុន្តែយើងគិតទៅក៏អាចចាត់ចូលដែរគ្រូគឺណាចាត់ចូលដែរគ្រូខ្ញុំឆ្លើយប៉ុណ្ណឹងគ្រូចុះបង្ចាំថាម៉េចបើបងលើកឡើងថាអង្គធัวជាសមាវាចាបើកាលណាសមាវាចាហ្នឹងនិយាយពីពាក្យសម្ដីឥឡូវលោកសួរថាមានកាយសច្ចៈដែរឬក៏អត់ចូលរួមហើយបើសិនជាមានអង្គធัวអ្វីកណាតាមការពិតកាយឬក៏វាចាវាមិនមែនចេះឮដោយមិនមានចិត្តជាសមុទ្ឋានទេតាមការពិតគឺសំដៅដល់ចិត្តនេះទេប៉ុន្តែវាចេញតាមវាចាកណាកាយក៏ដូចគ្នាដែរគឺវាធ្វើត្បិតតែអង្គធម៌ជា